Chủ đề số mà đàm đa cái chia sẻ tại căn bộ phận sản xuất tăng ní cho nên là khâu lượng cho lùm hạt mùa thang kêu mùi tiết cứ để tàu mùa thang kêu tiết đậpคือแกยังโจรสายสมัยการเด็กตีมวยเช่นจะพูดการสายสมัยการเด็กตีมวยนี่แต่ปัตยังทรมานเรียนตั้งบิดแหตีปุ่มมวยไม่ก่อนหาตีปุ่มมวยคือไม่เรียนตอนเป็นยังไอเฉินเตงให้โจรตีมเปิดตีมเบ๋บันเทิงจับรามเฉินจังนั้นมันได้คอมเมนต์ปนปนมาจากนั้นได้คนเอาตอนจับรามไหนนั่งจังบุษนแบบปนปนตอนจับรามไหนนั่งเต้ไอเดนหลุมหัดนั่งไอบานเฉินในซาแต่เพลหลุมหัดนี่คือเถิดการเผยละหดมันถ้าจะเห็นดอนั่นก็เถิดการก็เถิดการเผยวีละหดนั่นจังแล้วยังโจtừหลุมหัดตีมวยบ่ยังนี่คือยังmiến ít buộc cùng mối smile chỉ muốn sồn một nâng đo sai sầm mấy ca nâng dương từ mơ tại tơn chỉ muốn nâng ca bắt đầu vào màn thi sân trong một sân thì dương miên vào màn thi bố dương bao huy chlong tới chlong nhà smart cứ việc đâu từ chỉ vào màn thi đỏ hai bữa sân chỉ miên vào màn thi đó về đại bao chlong nhà smart cứ việc đầu từ chỉ bồ quỳnh hai bữa sân chỉ vì chia vào màn thi cốn về đại bao chlong nhà smart cứ việc đầu từ chỉ vào màn thi trái hai bữa sân chỉ vì chia vào màn thi trái về đại bao chlong nhà smart cứ việc đầu từ chỉ vào màn thi cốn với nhé chân chụp buộc lại nó cứ dương thời từ trăm hai dương để sai dương thời can phở vì là hồnแล้วdương mơ tơ lồng hạt bảo dương mình chụp buộc lồng hạtនេះគឺគេឲ្យយើងដោះស្រាយសម័យកាលពេលថាដោះស្រាយសម័យកាលគឺគេចង់ឲ្យយើងរកតម្លៃនៃអញ្ញត្តិណាមួយនៅក្នុងសម័យកាលមួយហ្នឹងអញ្ចឹងនេះយើងឃើញអានេះគឺសម័យកាលយើង x បូក6ជាមួយមើលថាមួយណាជាអញ្ញត្តិគឺជាតួអក្សរណាមួយដែលយើងអត់ស្គាល់តម្លៃរបស់វាទេយើងអត់ដឹងថាតម្លៃរបស់វាស្មើប្រមាណនេះចាហ្នឹងដែលយើងហៅថាជាអញ្ញត្តិចានេះយើងអត់ស្គាល់ទេយើងអត់ដឹងថា x នេះស្មើនឹងប្រមាណអញ្ចឹងគឺយើងចង់ហៅ x ហ្នឹងឥឡូវបើសិនជាយើងចង់ហៅ x ហ្នឹងយើងធ្វើម៉េចយើងហៅញ៉ាំណាដែលអត់ជាប់ x ហ្នឹងទៅអង្គទី2ចានេះបូក6ត្រូវអត់ចឹងអានេះប្រមាណវិធីបូកកាលណាយើងបោះឆ្លងសញ្ញាវាប្រទៅជាអីវាទៅជាដកចឹងកន្លែងហ្នឹងគឺយើងអាចទីបាន x ស្មើជាមួយនឹង0បូក6បោះទៅវាទៅជាដក6ចឹងយើងបាន x ស្មើនឹង0ដល់ឲ្យ6គឺសល់ដល់16ចានេះគឺតម្លៃ x របស់យើងស្មើនឹង16នេះអានេះគឺជាចម្លើយលំហាត់កងាយណាហ្នឹងដល់ពេលលំហាត់ខវិញគឺយើងធ្វើដូចគ្នាយើងចង់បានតម្លៃ x នេះចឹងបើយើងចង់បានតម្លៃ x ហ្នឹងគឺយើងធ្វើមិនយើងត្រូវបោះអាដក5នេះមកអង្គទី2អញ្ចឹង x យើងទុកដដែលហើយអង្គទី2របស់យើងនេះគឺ0អញ្ចឹងយើងបោះអានេះទៅដក5បោះឆ្លងសញ្ញានេះប្រមាណវិធីដកបោះឆ្លងសញ្ញាទៅជាប្រមាណវិធីបូកវិញអញ្ចឹងគឺបូក5តាមទៅកន្លែងនេះយើងមិនដាក់0មកវិញក៏បានដែរយើងអាចដាក់ទៅដាក់x ស្មើនឹងបូក5ហ្មងក៏បានដែរប៉ុន្តែគេលោថាអង្គទី2នេះជាលេខផ្សេងយើងអត់ច្បាស់កន្លែងហ្នឹងអញ្ចឹងណាចាំមិនឲ្យគ្រូដាក់កន្លែងហ្នឹងប្រាំអញ្ចឹងយើងបាន x របស់យើងនេះស្មើនឹងបូក5ចំពោះសញ្ញាបូកយើងមិនទៅសេក៏បានបើវាស្មើបូក5អញ្ចឹងណាយើងមិនទៅសេក៏បានតែបើសិនជាដកយើងដាក់ចេះមិនណាអញ្ចឹងចំពោះចម្លើយរបស់យើងគឺ x ស្មើនឹង5ឥឡូវយើងមើលទៅលំហាត់កើយើងមាន 2x ស្មើជាមួយនឹង4អញ្ចឹងយើងចង់ដោះស្រាយរកតម្លៃ x នេះទៅអត់ឥឡូវយើងមើលកន្លែងនេះ 2x ចឹងបានន័យថា2គុណនឹង x ទៅកន្លែងនេះគឺជាប្រមាណវិធីគុណកាលណាយើងបោះប្រមាណវិធីគុណឆ្លងសញ្ញាស្មើវាទៅជាអីវាទៅជាចែកចឹងអានេះយើងទុក x ដដែលហើយចំពោះ4នេះវានៅអង្គទី2ស្រាប់ទៅអត់ចឹងវាទៅជាភាគយកហើយអាលេខ2ដែលយើងបោះទៅហ្នឹងវាទៅជាភាគបែងចឹងគឺយើងអាចទាញបានតម្លៃ x នេះគឺស្មើនឹង2ចឹងនេះចម្លើយលំហាត់កណាយើងបោះប្រមាណវិធីគុណទៅវាបដូរទៅជាចែកទៅជាភាគបែងរបស់គេហើយចំពោះលំហាត់ខវិញគឺយើងចង់បានតម្លៃ x នេះដែរយើងធ្វើម៉េចយើងត្រូវបោះ7នេះទៅអង្គទី2 7នេះជាអីជាប្រមាណវិធីចែកត្រូវអត់ចឹងកាលណាយើងបោះឆ្លងសញ្ញាស្មើវាទៅជាអីនេះចែកបោះឆ្លងសញ្ញាទៅជាគុណចឹងគឺយើងទាញបាន x របស់យើងស្មើជាមួយនឹង10គុណឲ្យ7 10គុណឲ្យ7បាន70ត្រូវអត់ចឹងកន្លែងហ្នឹងគឺយើងបាន x ស្មើនឹង70 x ស្មើនឹង70ចានេះតើទៅនឹងការបោះសញ្ញាបូកបោះទៅដកបោះមកបូកគុណបោះមកចែកហើយចែកបោះមកគុណឥឡូវយើងមើលទៅលំហាត់ងមួយទៀតគឺយើងមាន 2x បូក1ស្មើជាមួយនឹង0យើងចង់បានអីគឺយើងបានចង់បានតម្លៃ x នេះដែរចឹងយើងធ្វើម៉េចព្រោះគឺយើងត្រូវបោះនេះបូក1នេះទៅអង្គទី2សិនអញ្ចឹងពេលយើងបោះទៅអានេះ 2x យើងទុកដែរសិនបូក1នេះបោះឆ្លងមកអង្គទី2វាទៅជាដក1អញ្ចឹង0ដកឲ្យ1គឺសល់ដក1ចេះណាយើងចង់បានអីទៀតគឺយើងចង់បាន x អញ្ចឹងកាលណាយើងចង់បាន x យើងធ្វើម៉េចយើងត្រូវបោះមេគុណ2នេះទៅអញ្ចឹងអានេះចែកឲ្យគុណត្រូវអត់ចុះមើលទៅវាទៅជាចែកទៅជា x ស្មើជាមួយនឹង11លើ2ចែកដាច់អត់ដាច់ទេត្រូវអត់អញ្ចឹងបើដាច់ទេគឺយើងទុកចំណុចប៉ុណ្ណឹងមកគឺ x ស្មើនឹង11លើ2ចំពោះលំហាត់ចវិញគឺយើងធ្វើដូចគ្នាយើងចង់បានតម្លៃ x មួយនេះយើងធ្វើម៉េចព្រោះគឺយើងត្រូវបោះអាណាដែលអត់ជាប់ x មុនសិនអញ្ចឹងអាណាដែលជាប់ x មួយណានេះគឺបូកឲ្យដក7អូនឯងបោះវាទៅអង្គទី2ត្រូវបដូរទៅជាអីប្រមាណវិធីដកទៅបដូរជាប្រមាណវិធីបូកអញ្ចឹងកន្លែងហ្នឹងគឺបូក5អីនេះយើងទុកតារាសិនមកហើយអង្គទី2របស់យើងគឺមាន13អញ្ចឹងកាលណាយើងបោះដក7ទៅគឺបដូរទៅជាបូក7ឬក៏បូក7ហ្នឹងណាអញ្ចឹងយើងបានអង្គទី1យើងនៅតារាសិន 5x ហើយនេះបូកចូលគ្នាទៅគឺបាន
20này 13 bột nông 7 បាន20ចឹងយើងចង់បានអីទៀតគឺយើងចង់បាន x នេះអត់បានដល់គោលដៅដែលយើងចង់បានអីទេចឹងត្រូវមកបន្តទៀតចានេះគុណត្រូវអត់ចុះមកទៅជាចែកចឹងគឺយើងបាន x របស់យើងស្មើនឹង20ចែកឲ្យ5អញ្ចឹង x ស្មើជាមួយនឹង20ចែក5 20ចែក5គឺបាន4អញ្ចឹងចម្លើយយើងគឺ x ស្មើនឹង x ស្មើទាំង4អញ្ចឹងចំពោះលំហាត់នេះពេលច្រើនគ្នាយើងច្រឡំថងណាច្រឡំថងថាគាត់បោះអានេះទៅហើយគាត់ទុកចម្លើយ5ពលា 2x មក11ចឹងទៅអញ្ចឹងអត់ត្រូវណាពេលថាដោះស្រាយសម័យកាលគឺទាញតតែរក x បានចប់អានេះដូចគ្នាណាខ្លះគាត់ធ្វើតែត្រឹមនេះមកគឺចប់ហើយគាត់អត់បានទាញបោះ5ទៅទៀតទេអញ្ចឹងកន្លែងហ្នឹងគឺធ្វើម៉េចឲ្យអង្គទី1នេះនៅសល់តែអញ្ញាត x ទៅបាននេះបានត្រឹមត្រូវចឹងយើងមកទៅលំហាត់ឆវិញលំហាត់ឆគឺយើងធ្វើដូចគ្នាប៉ុន្តែនេះយើងឃើញមានវងកញ្ចក់ត្រូវអត់ចឹងបើមានវងកញ្ចក់ចឹងអូនត្រូវកណន័យក្នុងវងកញ្ចក់សិនយើងត្រូវយកសញ្ញាដកនេះទៅគុណនៅក្នុងវងកញ្ចក់ឥឡូវយើងមើលអាមេគុណ2នេះអាសម្បត្តិលេខ2នេះវាអត់ទាន់អាចស៊ីសងជាមួយក្នុងវងកញ្ចក់នោះបានទេអញ្ចឹងគឺយើងទុកវាតារាសិនហើយអានេះយើងចាប់បានគុណយើងយកសញ្ញាដកនេះមកគុណជាមួយនឹងបូក8អញ្ចឹងគឺបានដក8យកសញ្ញាដកនឹងដដែលមកគុណជាមួយនឹងបូកដក x អញ្ចឹងវាបដូរទៅជាបូក x ព្រោះអីសញ្ញាដូចគ្នាគុណចូលគ្នាបានបូកហើយសញ្ញាដូចគ្នាគុណចូលគ្នាបានដកអញ្ចឹងអង្គទី1យើងបានប៉ុណ្ណឹងចំពោះអង្គទី2យើងសរសេរវាចូលតាមមកគឺ12ឥឡូវយើងស៊ីសងអង្គទី1របស់យើងនេះ2ដកឲ្យ8លេខតូចដកឲ្យលេខធំអញ្ចឹងយកសញ្ញាតាមលេខធំគឺយកសញ្ញាដកហើយយកលេខធំនេះដកលេខតូចអញ្ចឹងគឺម៉ែនដក6អានេះគឺអត់បានប៉ះពាល់វាណាមិញអញ្ចឹងគឺទុកវាតារាស្មើនឹង12អញ្ចឹងយើងចង់បាន x នេះយើងអត់ចង់បានអាដក6នេះទេយើងក៏វត្តវាមកអង្គទី2មកអញ្ចឹងគឺយើងបាន x របស់យើងនេះស្មើនឹងអានេះពេលដែលយើងបោះមកវាបដូរសញ្ញាត្រូវអត់នេះបដូរប្រមាណវិធីក៏អត់បដូរប្រមាណវិធីទៅជាបូកចុះបូក6អញ្ចឹងគឺយើងបាន x ស្មើជាមួយនឹងបូក15បូក18ចា៎នេះគឺជាចម្លើយលំហាត់របស់យើងលំហាត់ឆលំហាត់ចវិញក៏ដូចគ្នាដែរយើងឃើញអានេះវាមានវងកញ្ចក់ត្រូវអត់ប៉ុន្តែនៅពីមុខវាមានសញ្ញាអីអត់មានសញ្ញាដកអីអត់មានទេអញ្ចឹងយើងគ្រាន់លុបវងកញ្ចក់នឹងចោលមកអញ្ចឹងគឺយើងបាន 3x អានេះវងកញ្ចក់បានសេប៉ុណ្ណឹងវិញណា 3x ដកជាមួយនឹង2អានេះក៏សរសេរចូលវិញទាំងអស់ដែរដកឲ្យ 2x បូកនឹង6ស្មើនឹង0អញ្ចឹងយើងមើលអានេះ 2x ស៊ីសងសំដៅ 3x ស៊ីសងជាមួយនឹង 2x បានទៅអត់អញ្ចឹង 3x ដកឲ្យ 2x គឺនៅសល់ x ហើយអានេះដក2បូកជាមួយនឹង6ដក2បូកនឹង6យកសញ្ញាតាមលេខធំគឺបូក6ដកឲ្យ2សល់4អញ្ចឹងហើយនេះគឺសល់បូក4ហើយអង្គទី2របស់យើងនេះគឺសំដៅអង្គទី2ខាងនេះលេខ4ណាមិនលេខ0ទេចឹងអង្គទី2របស់យើងគឺស្មើ4ដែរចឹងយើងទាញរក x មកយើងទាញរក x យើងបោះអានេះទៅចឹងពេលដែលយើងបោះទៅគឺត្រូវបដូរមកវិធីទៅជាដកឲ្យត្រូវអត់ចឹងវាស្មើជាមួយនឹង4ដក4ចឹងគឺយើងទាញបាន x របស់យើងស្មើនឹង0ចឹងនេះចម្លើយលំហាត់របស់យើងគឺយើងឃើញx ស្មើ0ហើយលំហាត់ចុងក្រោយវិញគឺវាមានពភាគវាមានភាគបែងអញ្ចឹងយើងធ្វើម៉េចយើងគុណខ្វែងវាមកយើងយក2នេះមកគុណជាមួយនឹងនេះហើយ4នេះគុណជាមួយនឹងនេះមកចឹងកន្លែងហ្នឹងគឺយើងបានទៅជា2កតាឲ្យ x បូក3ស្មើនឹង4កតាឲ្យ x បូក 2អញ្ចឹងអានេះយើងពលាតមកនេះយើងយក2នេះមកគុណជាមួយនឹង x យើងបានរៀនអំពីការពលាតដំសាមហើយណាអញ្ចឹង2គុណជាមួយនឹង x គឺបាន 2x ហើយ2គុណជាមួយនឹងបូក3នេះគឺបានបូក6ហើយអង្គទី2នេះដូចគ្នា4គុណជាមួយនឹង x គឺបាន 4x ហើយ4គុណជាមួយនឹងបូក2នេះគឺបានបូក8អញ្ចឹងយើងបោះអាណាដែលមាន x នេះអង្គទី1ឲ្យមកអញ្ចឹងពេលដែលយើងបោះមកគឺបាន 2x ដល់ឲ្យ 4x ស្មើនឹងអានេះគឺ8អានេះបូក6បោះទៅអង្គទី2ទៅជាដក16អាហ្នឹងបានន័យថាអាណាដែលមានអញ្ញាត x យើងបោះវាមកអង្គទី1ហើយបដូរមកវិធីវាផងហើយអាណាដែលអត់មានជាប់ x ទេជាចំនួនគាត់ធម្មតាគឺយើងបោះវាទៅអង្គទី2វិញហើយបដូរមកវិធីដូចគ្នាចានេះស៊ីសងទៅប៉ុន្មានសល់ដក2ដក 2x អានេះនៅសល់8ដកឲ្យ6សល់12ជាងយើងចង់ទាញហៅ x របស់យើងស្មើប៉ុន្មានស្មើនឹង2នៅលើដក2ឬក៏ស្មើនឹងដក11ចានេះគឺជាចម្លើយរបស់លំហាត់យើងណាអញ្ចឹងចំពោះការដោះស្រាយសម័យកាលនេះគឺវាមានច្រើនទៀតវាមានច្រើនលំហាត់ទៀតវាមិនមែនតែប៉ុណ្្នឹងទេអញ្ចឹងអានេះគ្រាន់តែជាគ្រឹះមួយដែលយើងអាចរៀនពីទូអញ្ចឹងទៅហើយដល់ពេលយើងជួបលំហាត់រៀងធំជាងហ្នឹងក៏យើងអាចដោះស្រាយបានដែរអញ្ចឹងសម្រាប់បងប្អូនដែលអត់ច្បាស់ទេអាចរៀនធ្វើឡើងវិញបានហើយសម្រាប់បងប្អូនដែលចង់រៀនបន្ថែមទៅលើមុខវិជ្ជាគណិតវិទ្យារូបវិទ្យាហើយនិងភាសាខ្មែរបងប្អូនអាចទៅរៀនជាមួយនឹងគ្រូបានអញ្ចឹងគ្រូមានគ្រូច្រៀងនៅថ្ងៃច័ន្ទនៅថ្ងៃសុក្រហើយនៅថ្ងៃសៅរ៍អាទិត្យហើយបើសិនជាបងប្អូនចាស់អារម្មណ៍អាចទៅតាម Telegram ឲ្យគ្រូបានជាគ្រូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាជូនពរបងប្អូនទទួលបានជោគជ័យនៅក្នុងការសិក្សា